បាទសួស្តីមិត្តភ័ក្តិទាំងអស់គ្នាបាទជួបខ្ញុំទៀតហើយបាទថ្ងៃនេះគឺសូមបង្ហាញស្លឹកត្បាល់កិនមិត្តភ័ក្តិទាំងអស់គ្នាស្លឹកត្បាល់កិនទៀតហើយដែលជាគ្រឿងផ្សំជាមួយខ្លាញ់ថ្លែងធម្មជាតិបាទគឺរដូវនេះគឺរដូវភ្លៀងធ្លាក់មិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងគឺវាដោះត្រួយមកល្បិចខ្ចីលបក់តែម្ដងប៉ុន្តែគ្រាន់ថាឥឡូវនេះវាអត់សូវមានថ្ងៃហាលទេដូចខ្ញុំលើកឡើងវីដេអូមុនអញ្ចឹងគឺយើងហាលតែរយៈពេលតែមួយថ្ងៃឲ្យបានស្ងួតជ្រើងហើយយកមកបុករែងតែមួយថ្ងៃនឹងឲ្យរួចរាល់តែម្ដងអញ្ចឹងណាអញ្ចឹងបើសិនជាមានថ្ងៃណាពពកអាប់អញ្ចឹងទៅគឺពិបាកណាស់នេះពិបាកនឹងយើងបេះវាហាណាទោះថាថ្ងៃនេះគឺថ្ងៃរះពេញបរិបូរទើបយើងនឹងបេះវាយកមកដាក់ហាថ្ងៃទៅអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញស្លឹកត្បាល់កិនមិត្តភ័ក្តិទាំងអស់គ្នាគឺអាចមើលបានស្លឹកត្បាល់កិនណាមិត្តភ័ក្តិទាំងអស់គ្នាបាទមិត្តភ័ក្តិទាំងអស់គ្នានេះគឺស្លឹកត្បាល់កិនស្លឹកត្បាល់កិនណាបាទនេះគឺកំពុងតែដុះត្រួយខ្ចីល្បុនល្អមែនតើនេះខ្ញុំបង្ហាញឲ្យចិត្តបានឃើញបាទហើយវាអត់ទាន់ចេញផ្កាទេគឺវាត្រួយកំពុងតែល្អគឺយើងអាចបេះបានមិនថាចាស់ថាខ្ចីទេគឺយើងអាចបេះត្រួយវាយកមកដាក់ហាថ្ងៃបានបាទមិនថាខ្ចីឬក៏ចាស់ឬក៏អ្វីដែរគឺអាចយកមកហាថ្ងៃយើងបេះយកមកដើម្បីដាក់ហាថ្ងៃគឺដូចខ្ញុំលើកឡើងចឹងគឺហារយៈពេលតែមួយថ្ងៃធ្វើម៉េចឲ្យស្ងួតឲ្យជ្រើងតែម្ដងឲ្យស្រួយហើយយើងបុកវាឲ្យម៉ត់ទៅហើយយើងរែងទុកម្ដុំមួយលើទៅហើយចាំយើងរកខ្លាញ់ខ្លានយកមកលាយអញ្ចឹងបាទអ្នកនាងអញ្ចឹងគឺបញ្ជាក់ថាអានេះជាស្លឹកបាកិនហើយស្លឹកបាកិននេះគឺនៅមានតាមតំបន់ភូមិស្រុកខេត្តអីមានគ្រប់ខេត្តគ្រប់ស្រុកទេអត់ខ្វះទេគឺអាចរកបានស្លឹកបាកិនងាយស្រួលរកទេអញ្ចឹងគឺល្អមែនតើណាស្លឹកបាកិននេះលេខមួយខ្លាញ់ខ្លានហើយប្រសិទ្ធភាពវាគឺល្អមកប្រាប់អ្នកនាងសិទ្ធិភាពវាខ្ពស់ណាស់សម្រាប់លេខមួយស្លឹកត្បាល់កិននេះគឺរយៈពេលតែ3ទៅ4ថ្ងៃឬក៏មួយអាទិត្យហ្នឹងគឺឃើញបានផលប្រសិទ្ធភាពលឿនតែម្ដងអញ្ចឹងណាគឺវាល្អសម្រាប់លេខស្លឹកត្បាល់កិនហើយគ្រាន់ថាដំណាក់កាលនៃការលាយនិងទំហំនៃការលាយគឺវារៀងពិបាកគឺសម្រាប់ខ្លាញ់នេះគឺវាច្រើនខ្លាញ់ហ្នឹងវារៀងច្រើនបន្តិចណាបាទខ្លាញ់នឹងច្រើនហើយស្លឹកត្បាល់កិនហ្នឹងក៏រៀងគួរសមដែរបានយើងអាចលាយបានហើយរយៈពេលដែលហាលក៏វាវែងទៅដែរអញ្ចឹងរៀងយូរទៅរយៈពេល2ទៅ3ខែអីចុះបានយើងអាចហាបានជាសមិទ្ធផលល្អឥតខ្ចោះជាមួយខ្លាញ់ខ្លានសុទ្ធលេងមួយស្លឹកត្បាល់កិនអញ្ចឹងបងប្អូនគ្នាអញ្ចឹងគឺរយៈពេលរឿងវែងតិចដែរហ្មងបានណាអញ្ចឹងគឺវាយូរហើយស្លឹកត្បាល់កិននេះដូចខ្ញុំលើកឡើងអញ្ចឹងវាមិនខ្វះទេទីណាក៏មានដែរអាចដុះគ្រប់តំបន់គ្រប់ភូមិគ្រប់ស្រុកហ្នឹងបាទនៅក្នុងប្រជាជាតិកម្ពុជារបស់យើងហ្នឹងមិនខ្វះទេតែបើថ្លែនអាហ្នឹងគឺបែងចែកដែរគឺវាខ្វះគឺវាអត់សូវសម្បូរដូចស្លឹកត្បាល់កិនទេហើយมันងាយស្រួលរកទេគឺពិបាកណាស់គឺត្រូវមានគ្នាមានវងមានក្រុមអីអញ្ចឹងយើងចែកជាក្រុមជាអីទៅរកអញ្ចឹងមិនបានបាទហ្នឹងហើយគឺវាពិបាកអញ្ចឹងបើសិនមិត្តភក្តិគ្នាចង់បានអាសុតលេខស្លឹកត្បាល់កិនគឺអាចយកនេះបានតែម្ដងនេះយើងលេខស្រាប់សុតណាខ្លាញ់ខ្លានសុតលេខមួយស្លឹកត្បាល់កិនគឺពណ៌ខ្មៅដិតល្អណាស់គឺវាប្រសិទ្ធភាពគឺល្អណាស់រយៈពេល2ទៅ3ថ្ងៃឃើញប្រសិទ្ធភាពតែម្ដងគឺល្អមែនតើគឺអាចយកនឹងប្រើតែម្ដងទៅមិនបាច់លាយដល់ប្រហត់ទេលាយហើយលាយហ្នឹងក៏រយៈពេលវែងទៀតវែងហ្នឹងក៏រយៈពេលច្រើនទៀតច្រើនណាខ្លាញ់ហ្នឹងក៏ច្រើនសម្រាប់លាយនេះគឺអាសុត2ដបបានតាខ្លាញ់ខ្លានលីស្លឹកបាកិនមួយដបវិញទេអញ្ចឹងគឺមួយដប2ដបមិនអាចលេខបានទេអញ្ចឹងទោះតែ10ដបអីក៏លើសពី10ដបនឹងឡើងទៅយើងអាចលេខមួយស្លឹកបាកិននឹងបានអញ្ចឹងណាបងប្អូននេះអញ្ចឹងគឺសម្រាប់ប្រសិទ្ធភាពវាគឺល្អខ្លាំងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺអាចសាកល្បងប្រើបានវាយើងប្រើមិនភ័យប៉ះពាល់បញ្ហាលើសុខភាពយើងទាំងម្លងពេលប្រើរហូតទៅអនាគតវាមិនទៅក្តៅកាហាយគឺទួរមាស់រលាករលាត់ឬបញ្ហាអីផ្សេងដែលយើងជួបប្រទះបាទសុវត្ថិភាពតែម្ដងហើយវ័យក៏ប្រើបានវ័យចាប់ពីអាយុ14រហូតដល់70ឆ្នាំនោះគឺអាចប្រើបានគឺអាចសាកល្បងប្រើបានណាសិទ្ធិភាពគឺល្អណាស់គឺជាមេថ្នាំធម្មជាតិខ្លាំងមួយគុណនឹង2លេខមួយស្លឹកត្បាល់កិនណាបាទគឺអាចសាកល្បងបានគឺរបស់សុទ្ធរបស់ធម្មជាតិដែលយើងធ្វើដោយខ្លួនឯងចម្រាញ់ដោយខ្លួនឯងបើសិនជាចង់បានអាចតំណងតាមលេខនៅលើវីដេអូនេះបានបាទ Telegram បាទហ្នឹងហើយគឺ Telegram គឺយើងសួរនិយាយគ្នានឹងបើសិនជាចង់ដឹងព័ត៌មានបន្ថែមអំពីផលិតផលខ្លាញ់ខ្លានសុទ្ធធម្មជាតិនេះគឺអាចសួរនៅ Telegram គឺខ្ញុំនឹងឆ្លើយប្រាប់មិត្តភ័ក្តិបងប្អូនទាំងអស់គ្នាឲ្យបានដឹងពីគុណសម្បត្តិនិងអត្ថប្រយោជន៍របស់វាដែលវាជួយអីខ្លះអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងទេបាទអរគុណ